ជារៀងរាល់ឆ្នាំនៅប្រទេសអូស្ត្រាលីគឺមានយុទ្ធនាការប្រមូលសំរាមខ្នាតធំតាមផ្ទះហ្នឹងគឺមួយឆ្នាំម្ដងចាអញ្ចឹងតំបន់ដែលខ្ញុំរស់នៅនេះគឺគេចាប់ផ្ដើមប្រមូលនៅក្នុងខែ5ហ្នឹងហើយប៉ុន្តែសម្រាប់បងប្អូនដែលនៅប្រទេសអូស្ត្រាលីដែរចាគេអាចប្រមូលថ្ងៃខុសគ្នាទៅតាមតំបន់អីចឹងទៅចឹងសំរាមគឺមិនមែនជាពពួកសំរាមដែលបោះចូលក្នុងធុងសំរាមទេបងប្អូនដូចជារបស់អីក៏ដោយដែលយើងឈប់ប្រើប្រាស់យើងគិតថាវាអត់ល្អអីចឹងណាបងប្អូនចូលមកដាក់មុខផ្ទះមកហើយឡានគេដើរចាប្រមូលតាមមុខផ្ទះម្ដងមួយចឹងរបស់ដែលខ្ញុំចោលឆ្នាំនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនអើយដោយសារប្រងចោលតាំងពី2-3ឆ្នាំមុនម្ល៉េះប៉ុន្តែខ្ញុំចេះតែភ្លេចទៅចាគេប្រមូលទៅអស់អញ្ចឹងទៅចឹងរបស់របរហ្នឹងគឺសុទ្ធតែជារបស់ដែលកូនខ្ញុំប្រើកាលពីគាត់នៅតូចហ្នឹងខ្ញុំគិតថាវាចាស់ជ្រុលដែលខ្ញុំអត់អាចយកទៅបរិច្ចាគនៅអុកឈប់បានណាចឹងខ្ញុំបោះចោលហ្មងទៅតែបើយើងដោះខាត់ក៏នៅល្អខ្លះដែរ